បងស្រីធំឲ្យចូលស្ងប់ចុះបងស្រីធំឲ្យចូលស្ងប់ចុះយាយចាស់ឲ្យសូមប្រញាប់ទៅរកខ្ញុំឥឡូវនេះសូមប្រញាប់ឡើងហើយរកមើលខ្ញុំប្រញាប់ឡើងអ្នកមិនទាន់បានញ៉ាំទេដៃនិងជើងចាស់របស់ខ្ញុំគឺនៅតាមផ្លូវអ្វីទៅជាកាកសំណល់ខ្ញុំនឹងទុកពេលឲ្យអ្នក3ថ្ងៃដើម្បីបង្វែរហាងដ៏រអាក់រអួលនេះឡើងវិញអ្នកក៏ត្រូវរកឃើញចិញ្ចៀនស្លាបនិងចិញ្ចៀនត្បូងពេជ្រដែរយើងបែកខ្ញែកក្នុងរយៈពេល3ថ្ងៃបើគ្មានភ្លៀងទេខ្ញុំនឹងរុះឆ្អឹងចាស់របស់អ្នកចោលហើយបោះវាទៅលើភ្នំខាងក្រោយដើម្បីចិញ្ចឹមសត្វចម្លែកខ្ញុំយល់ខ្ញុំពិតជានឹងរកវាឃើញខ្ញុំពិតជានឹងរកវាឃើញកាលពីថ្ងៃនេះខ្ញុំនឹងចងចាំវាផ្លូវវែងឆ្ងាយហើយយើងមានផ្លូវវែងឆ្ងាយដើម្បីទៅបងប្រុសឡៃខ្ញុំបានឮថាបងស្រីយ៉ែងមកទីនេះទើបតែពេលនេះវាបានប្រែទៅជាបងប្រុសយ៉ែងបាទបងស្រីយ៉ែងបានបាត់បង់អារម្មណ៍បែបនេះបន្ទាប់ពីនាងបានចាក់ចេញបុរសចំណាស់ម្នាក់ស្ទើរតែបាត់បង់ជីវិតបងប្រុសឡៃអ្នកមានបញ្ហាធំបុគ្គលនោះគឺជាចៅស្រីផ្ទាល់របស់ចិនដនអៃដឺនៃនិកាយរបស់យើងគឺលោកម្ចាស់យ៉ែងយ៉ាសិនយ៉ែងហុងស៊ីវបងស្រីជាន់ខ្ពស់យ៉ែងនាងបានខូចចិត្តតាំងពីនាងនៅក្មេងមកម្ល៉េះហើយតែងតែជាតួអង្គខាងក្នុងនិកាយខាងក្នុងបើនាងពិតជាខឹងគ្មាននរណាអាចខាត់នាងបានឡើយចៅស្រីរបស់អៃដឺយេនដែនធ្វើម៉េចបានជារឿងល្អនេះបងប្រុសឆេងសូមជួយសង្គ្រោះខ្ញុំផងលោកចាស់តូចបងប្រុសអនុញ្ញាតឲ្យខ្ញុំពន្យល់អ្នកប្រសិនបើអ្នករកឃើញចិញ្ចៀនត្បូងបាសីក្រហមសូមកុំឲ្យវាដោយផ្ទាល់ឲ្យវាមកខ្ញុំជាមុនសិនហើយឲ្យខ្ញុំប្រគល់ឲ្យនាងដើម្បីកុំឲ្យនាងខឹងផ្ដាល់ឲ្យនាងដោយផ្ទាល់ប្រហែលជានាងនឹងសម្លាប់អ្នកហើយបំបិទមាត់អ្នកខ្ញុំក៏នឹងមើលថែអ្នកបន្ថែមទៀតក្នុងនិកាយចាប់ពីពេលនេះទៅអត្ថប្រយោជន៍នឹងក្លាយជារបស់អ្នកកូនស្រីអួតមនុស្សកំណាចលោភលន់តាឡេ Kingshan ដែលមានទ្រព្យសម្បត្តិត្រូវដោះស្រាយស្ថានភាពស្លាប់ក្នុងស្រះនាគនិងរូងខ្លាដោយរបៀបណាចាប់សដនម្ខាងរបស់គាត់បើរកឃើញប្រាប់ខ្ញុំភ្លាមបាទអរគុណបងប្រុសយ៉ែងដាយឺតពួកគេទាំងអស់គ្នាចង់ប្រើខ្ញុំជាថ្មើរជើងហេប្រាកដណាស់វាគ្មានអ្វីចម្លែកទេដែលផ្លែពេនឹងសំបីតែអាវុធវេទមន្ត Elixir អាចកែលម្អថ្មខាងវិញ្ញាណtên khảo bắn sầm yến chắp kia pico pico nhiều ai cóការឲ្យទៅភីគីណាមួយគឺស្វែងរកស្បែកខ្លាត្រូវតែចេញពីក្តារអុករបស់ពួកគេប្រហែលជាមិនចាំបាច់ទុកវាទៅយ៉ែងហុងឈីវទេសុភាពបុរសនេះនឹងផ្ដល់ឲ្យអ្នកនៅក្នុងវិញ្ញាណកម្រិតមធ្យមចំនួន2ជាថ្នូរនឹងក្នុងវិញ្ញាណកម្រិតទាប105ការគ្រប់គ្រងពិភពលោកគឺ1 ទៅ 101របៀបបុរសចំណាស់មានភ្នែកល្អដូច្នេះខ្ញុំនឹងធ្វើដូចអ្នកនិយាយ Ost Elixir នៅក្នុងហាងរបស់ខ្ញុំគឺជាផលិតផលដ៏ប្រណិតដែលផលិតដោយសិស្សនៃហាង Elixir ហើយពួកវាល្អជាងផលិតផលនៅមាន Elixir ល្អបំផុតជាមួយនឹងលំនាំ Elixir 4នៅទីនេះឆ្នាំ Elixir ល្អបំផុតគឺជារបស់ដែលមានតម្លៃប៉ុន្តែគ្មានទីផ្សារមានតែមួយចំនួនប៉ុណ្ណោះក្នុងទីផ្សារ Elixir ពណ៌ខៀវនិងពណ៌ស្ដុបដុបនីមួយនៃ Kai Gathering Elixir និង Tingling Elixir ខ្ញុំមានសពវិជ្ជាអធិប្បាយអំពីការបណ្ដុះមនុស្សអមតៈនៅទីនេះដែលតម្រូវឲ្យមានតែថ្មខាងវិញ្ញាណ10ដុំប៉ុណ្ណោះវាមានបញ្ជីអ្នកកាន់តាមដែលមិនអាចបង្កហេតុក្នុងនិកាយបានខាងវិញ្ញាណបើមិនតិចជាង3ទេខ្ញុំនឹងខាតលុយម្ចាស់ហាងយ៉ានលេងឈុងនេះជានរណាហេតុអ្វីបានជាគាត់ជាប់ចំណាត់ថ្នាក់ទី1ក្នុងចំណោមសិស្សដែលមិនអាចបង្កហេតុនោះគឺជាសិស្សពិតនៃនិកាយនីតិក្រដៅនិងសត្វក្រដៅរបស់យើងគឺ Tavafaining Dzogchen គេថាគាត់មានទំនាក់ទំនងជាមួយអតីតឧត្តមយីងតើគាត់មានទំនាក់ទំនងជាមួយនឹងអតីតព្រឹទ្ធាចារ្យយីងទេតើសាវតារបស់គាត់មានឥទ្ធិពលខ្លាំងទេវានឹងមានសុវត្ថិភាពបំផុតក្នុងការជំនួសថ្មខាងវិញ្ញាណដែលនៅសេសសល់ជាមួយនឹងថ្នាំ Elixir របៀបលក់ទាំងនេះ10នៃខ្សាច់ខាងវិញ្ញាណ13 5នៃជំរាវត្រង់និងខ្សាច់ខាងវិញ្ញាណ10នៃគ្រាប់ថ្នាំស្ដារឡើងវិញ
ទាំងនេះគឺជា elixir ដែលគ្មានប្រយោជន៍ដែលខ្ញុំបរាជ័យក្នុងការចម្រាញ់ប្រសិនបើអ្នកចង់បានអ្នកអាចយកវាទាំងអស់ហើយប្រើវាជាសារធាតុបន្ថែមសម្រាប់ខ្ញុំចង់បានថ្នាំបំប៉ន Shichienkai Rejuvenating Pills ចំនួន2ដបផ្ដល់ឲ្យខ្ញុំនៅថ្នាំកាកសំណល់ទាំងនេះផងដែរខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅខ្សាច់ខាងវិញ្ញាណចំនួន30ធនធានត្រូវបានរៀបចំហើយអ្នកគ្រប់គ្រងត្រូវបានកំណត់អត្តសញ្ញាណខ្ញុំគួរតែមានកន្លែងនៅក្នុងល្បែងអុកនៃនិកាយនីតិក្រដៅនិងសោត្រដៅគាត់ត្រូវបានគេកំណត់គោលដៅនិកាយនេះពិតជាគ្រោះថ្នាក់ណាស់សំណាងណាស់ដែលបុរសចំណាស់ម្នាក់នេះបានរត់គេចខ្លួនបាត់